Lãnh prap vật sự barang on tại chiết AFE នៅថ្ងៃពុធនេះលោកជួងជងីមេធាវីការពារក្តីឲ្យលោកថៃសេដ្ឋាអនុប្រធានគណៈបកភ្លើងទៀនបានឲ្យដឹងថាមេធាវីបានដាក់ពាក្យសុំតម្កល់ទឹកប្រាក់ចំនួន$30,000អាមេរិកដើម្បីធានាសំណងនិងស្នើសុំឲ្យលោកថៃសេដ្ឋានៅក្រៅឃុំជាបណ្ដោះអាសន្នតែករណីនេះត្រូវបានចៅក្រមស៊ើបសួរបដិសេធដោយលោកមេធាវីជួងជងីបញ្ជាក់ទៀតថាមេធាវីបានសម្រេចប្តឹងឡើងទៅសាលាឧទ្ធរណ៍ដោយតុលាការថ្នាក់កណ្ដាលនេះនឹងបើកការជំនុំជម្រះបើតាមលោកជួងជងីការជំនុំជម្រះនៅសាលាឧទ្ធរណ៍នាថ្ងៃប្រហ័សទី30មិនិនាស្អែកនេះគឺលោកនឹងឡើងការពារសំណុំរឿងលោកថៃសេដ្ឋាដើម្បីឲ្យតុលាការទទួលយកការស្នើសុំតម្កល់ទឹកប្រាក់$30,000និងអនុញ្ញាតឲ្យអនុប្រធានគណៈបកភ្លើងទៀនមួយរូបនេះនៅក្រៅឃុំជាបណ្ដោះអាសន្នគួរបញ្ជាក់ថាសាលាឧទ្ធរណ៍កាលពីថ្ងៃទី21កុម្ភៈបានសម្រេចតម្កល់សេចក្តីសម្រេចរបស់តុលាការសាលាដំបងរាជធានីភ្នំពេញដោយបន្តឃុំខ្លួនលោកថៃសេដ្ឋាអនុប្រធានគណៈបកភ្លើងទៀននៅក្នុងពន្ធនាគារលោកថៃសេដ្ឋាត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី16មករាពីបទមិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានដែលប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ2019តាមច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់សងនេះបើតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី16មករានៅក្នុងសំណុំរឿងរបស់លោកថៃសេដ្ឋានេះមានការកត់សម្គាល់ថាជាសំណុំរឿងដ៏ស្មុគស្មាញនិងបែបនយោបាយច្រើនជាងអ្វីដែលជាការចោទប្រកាន់នេះដោយអ្នកវិភាគខ្លះយល់ថាជាសំណុំរឿងរដ្ឋប្រវេណីដែលត្រូវទូទាត់ប្រាក់រវាងចុងចោតនិងភាគីដើមបណ្ដឹងតែប៉ុណ្ណោះគឺក្រុមហ៊ុនឯកជនមួយឈ្មោះក្រុមហ៊ុនរិនឆាយផនសបតែយ៉ាងណាអ្នកជំនាញផ្នែកច្បាប់លោកមេធាវីសុកសំអឿនអះអាងថាការណាដែលបុគ្គលណាម្នាក់ត្រូវចោទពីបទចេញសាយស្អុយនោះបុគ្គលនោះមានទោសរួចទៅហើយលោកសុកសំអឿនបានពន្យល់ថាបើសិនជាសាយដែលលោកថៃសេដ្ឋាចេញជាសាយស្អុយកំណត់ថ្ងៃលុះដល់ថ្ងៃដែលត្រូវបើកមិនមានលុយនោះនឹងត្រូវមានទោសពីបទចេញសាយคล้ายៗ RFI